សង្ស័យថ្នាំញៀនឬឡើងបុរសម្នាក់បានដុតផ្ទះខ្លួនឯងឆេះទាំងស្រុងត្រូវសមត្ថកិច្ចឃាត់ខ្លួនខេត្តបាត់ដំបងបុរសម្នាក់ដែលគេស្គាល់ថាជាមុខសញ្ញាធ្លាប់ប្រើប្រាស់ថ្នាំញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងនៅវេលាម៉ោង 1:00 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី 27 ខែមីនាឆ្នាំ 2025 នៅចំណុចភូមិខ្នាច់រមៀឃុំខ្នាច់រមៀស្រុកបវរខេត្តបាត់ដំបងសមត្ថកិច្ចបានបញ្ជាក់ថាករណីអគ្គិភ័យខាងលើនេះបង្កឡើងដោយឈ្មោះប៊ូស៊ីណាភេទប្រុសអាយុ 25 ឆ្នាំដែលជាកូនបង្កើតរបស់ឈ្មោះប៊ូសនភេទប្រុសអាយុ 72 ឆ្នាំរស់នៅភូមិខ្នាច់រមៀឃុំខ្នាច់រមៀស្រុកបវរខេត្តបាត់ដំបងបានធ្វើសកម្មភាពដុតផ្ទះទំហំ 6 ម៉ែត្រគុណ 9 ម៉ែត្រមួយជាន់ផ្ទះចាស់ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីបណ្ដាលឲ្យឈើខូចខាតទាំងស្រុងរួមជាមួយសម្ភារៈក្នុងផ្ទះមួយចំនួនគិតជាទឹកប្រាក់ប្រហែល 6 លានរៀលសមត្ថកិច្ចបានបញ្ជាក់ទៀតថាករណីអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេពីព្រោះផ្លូវតូចចង្អៀតចូលពុំរួចចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបវរនិងតេស្តពិនិត្យមើលសារធាតុញៀនដើម្បីចាត់វិធានការតាមផ្លូវច្បាប់នាំមកជូនដោយហាងចែវវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាប្រសុទ្ធ CPHN ជាទឹកប្រសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបោះឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ